សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅលេងទីតាំងទឹកជ្រោះមួយកន្លែងហើយទីតាំងទឹកជ្រោះមួយកន្លែងនេះប្រហែលជាអ្នកទាំងអស់គ្នាអាចនឹងធ្លាប់ស្គាល់ហើយក៏អ្នកខ្លះអាចក៏ធ្លាប់ទៅដើរលេងឬក៏ធ្លាប់ទៅកម្សាន្តនៅកន្លែងហ្នឹងដែរហើយជឿជាក់ថាបើសិនជានៅក្នុងរដូវនេះអ្នកទាំងអស់គ្នាបានទៅលេងពិតជាចង់និយាយថាសប្បាយភ្នែកជាមួយនឹងការគយគន់ទេសភាពដ៏ស្រស់ស្អាតនៅពេលដែលមានភ្លៀងធ្លាក់នៅចង់និយាយថាខែ5នេះគឺវាចូលដល់អាចនិយាយថាជិតដល់ខែវស្សាមែនទែនហើយអញ្ចឹងរុក្ខជាតិទាំងឡាយឬក៏ដើមឈើអីហ្នឹងគឺទេសភាពនៅតាមដងផ្លូវគឺស្អាតមែនទែនហើយផ្លូវធ្វើដំណើរថ្ងៃនេះក៏ស្រួលដែរតែដោយសារអីថ្ងៃនេះខ្ញុំចង់សាកល្បងយើងជិះម៉ូតូដើរលេងអញ្ចឹងណាណាត់ជាមួយមិត្តភ័ក្តិអីចឹងទៅយើងចង់កំសាន្តបែបធម្មជាតិអញ្ចឹងវាងាយស្រួលម្យ៉ាងដែរហើយម្យ៉ាងយើងធ្វើដំណើរនៅតាមដងផ្លូវវាអត់សូវក្តៅហ្មងនេះដោយសារតែមេឃហ្នឹងរៀងសតុំរហូតអញ្ចឹងណាហើយធ្វើដំណើរទៅយើងអាចមើលទេសភាពនៅតាមដងផ្លូវឃើញមានបងប្អូនប្រជាពលរដ្ឋយើងលក់អីវ៉ាន់អីផ្សេងលក់របស់ញ៉ាំឬក៏ផ្លែឈើអីនៅតាមដងផ្លូវអីចឹងជាហូរហែអញ្ចឹងណាហើយក៏មានបងប្អូនក្មេងៗភាគច្រើនក្មេងៗគាត់ជិះម៉ូតូទៅលេងដែរមានទាំងប្រុសទាំងស្រីអីចឹងទៅអ្នកខ្លះក៏ខ្ចប់ចំណីអាហារដូចជាបាយទឹកអីចឹងទៅអ្នកខ្លះយកទាំង speaker យកទាំងអីទៅចាក់កំសាន្តនៅតាមរមណីយដ្ឋានអីចឹងណាហើយកន្លែងដែលខ្ញុំទៅហ្នឹងគឺភ្នំកលែនអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាបានទៅលេងនៅខែនេះគឺខ្ញុំជឿជាក់ថាពិតជាជក់ចិត្តដិតអារម្មណ៍តែម្ដងព្រោះថាទឹកជ្រោះឥឡូវក៏ចាប់ផ្ដើមមានរៀងច្រើនដែរហើយជាពិសេសនៅតាមដងព្រែកយើងឃើញថាអឺអំណោយផលមែនទែនព្រោះមានទឹកហូរស្អាតអីចឹងទៅមានដើមឈើឬក៏រុក្ខជាតិអីពណ៌បៃតងខៀវខ្ចីអីចឹងមានទាំងផ្លែឈើអីចឹងទៀតលយខ្លាំងមែនទែនហើយបើសិនអ្នកទាំងអស់គ្នាចង់ទៅបោះតង់អីក៏បានដែរអត់បញ្ហាទេខ្ញុំឃើញនៅលើដងផ្លូវហ្នឹងមានអ្នកខ្លះក៏គាត់រៀបចំបោះតង់អីចឹងទៅអ្នកខ្លះទៅក៏ជួបជុំមិត្តភ័ក្តិក្រៅកាទេញ៉ាំអាហារឬក៏ដូចរបៀបថាធ្វើជា picnic ឬក៏អាំងសាច់អាំងអីចឹងណាអូលយមែនតើហើយខ្ញុំថាកម្រោងលើកក្រោយនេះបើសិនជាមានមិត្តភ័ក្តិ4ទៅ5 6នាក់អីចឹងទៅយើងអាចយកតង់ទៅបោះនៅទីនោះគឺសប្បាយខ្លាំងមែនទែនខ្ញុំជឿជាក់អញ្ចឹងព្រោះថាឃើញទេសភាពបែបហ្នឹងមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងបងប្អូនហើយបើសិនជាអ្នកទាំងអស់គ្នាបានទៅលេងផ្ទាល់ទៅយល់ថាអារម្មណ៍ស្រស់ស្រាយបែបហ្នឹងវាស្អាតយ៉ាងណាអញ្ចឹងណាហើយខ្ញុំនិយាយនេះគឺព្រោះខ្ញុំបានឆ្លងកាត់ទៅខ្ញុំធ្វើដំណើរជិះម៉ូតូទៅជាមួយមិត្តភ័ក្តិអីចឹងទៅនេះអានេះយើងមកដល់លើខ្នងភ្នំហើយយើងមើលទៅខាងក្រោមវិញគឺស្អាតខ្លាំងមែនទែនឃើញចំការរបស់បងប្អូនយើងមានចំការតរ៉េនចំការសាវម៉ាវអីចឹងទៅយើងមើលទៅខាងក្រោមឃើញស្អាតខ្លាំងមែនទែនឃើញផ្លែឈើឃើញអូឃើញគាត់តែឃើញមានអារម្មណ៍ថាបើយើងនិយាយទៅអាចនិយាយថាខ្វះកអីចឹងបងប្អូនទោះបីតែយើងមិនបានញ៉ាំបានច្រើនមែនប៉ុន្តែមានអារម្មណ៍ថាគាត់តែឃើញក៏សប្បាយចិត្តដែរពេលខ្លះខ្ញុំបើកជិះម៉ូតូទៅឃើញដើមផ្លែសេមាន់ណាបងប្អូនគឺផ្លែក្រហមច្រើននៅលើពេញដើមនោះតែម្ដងយើងមានអារម្មណ៍ថាអូគួរចង់ញ៉ាំតែមិនដឹងថារសជាតិវាជូរឬក៏យ៉ាងណាយើងអត់ដឹងណាតែគាត់ថាពេលដែលឃើញវាល្អបែបហ្នឹងមានអារម្មណ៍ថាសប្បាយចិត្តហើយក៏គួរចង់ភ្លក់រសជាតិរបស់វាអញ្ចឹងណាបងប្អូនអានេះយើងធ្វើដំណើរបន្តទៀតទៅយើងជិះម៉ូតូរៀងយូរដែរប៉ុន្តែយើងមិនបានជិះលឿនអីហ្មងទេព្រោះយើងឡើងទៅលើភ្នំអញ្ចឹងណាវាចេះតែឡើងក្លុកក្លាក់អញ្ចឹងទៅប៉ុន្តែចំពោះផ្លូវវិញអត់ពិបាកធ្វើដំណើរទេបងប្អូនយើងអាចជិះបានយ៉ាងស្រួលម៉ូតូ1 2នាក់ម៉ូតូ1 2នាក់អីចឹងទៅហើយយើងអាចខ្ចប់អាហារអីខ្លះទៅញ៉ាំក៏បានឬក៏អាចទៅកំងញ៉ាំនៅតាមកញ្ចុះនៅក្បែរទឹកជ្រោះហ្នឹងក៏មានដែរអត់បញ្ហាទេតែបើមិនយើងចង់ញ៉ាំអីយើងអាចខ្ចប់ទៅខ្លួនឯងក៏បានអាហ្នឹងសម្រាប់ចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងបងប្អូនអូខេអញ្ចឹងយើងចេះធ្វើដំណើរតទៀតទៅហើយក៏ឃើញផ្ទាំងថ្មធំស្អាតខ្លាំងមែនទែនព្រោះពីមុនមកខ្ញុំធ្លាប់តែថាធ្វើដំណើរទៅយើងជិះឡានឡើងអញ្ចឹងបងប្អូនប៉ុន្តែពេលនេះគឺយើងជិះម៉ូតូទៅគឺមានអារម្មណ៍ថាវាប្លែកភ្នែកម្យ៉ាងដែរយើងអាចមើលឃើញទេសភាពនៅជុំវិញដងផ្លូវហើយធ្វើដំណើរនៅលើភ្នំគឺទេសភាពស្អាតមែនទែនក្នុងខែនេះហ៎បងប្អូនអញ្ចឹងចាប់ពីខែនេះទៅខែវស្សាអីចឹងធ្វើទៅថាវាមានភ្លៀងមានបញ្ហាអីខ្លះមែនប៉ុន្តែយើងក៏ធ្វើដំណើរដោយការប្រុងប្រយ័ត្នផងទៅប៉ុន្តែសំខាន់យើងបានគយគន់ទេសភាពដ៏ស្រស់ស្អាតនៅតាមដងផ្លូវហើយនៅលើភ្នំនឹងតែម្ដងបងប្អូនហើយបន្តិចទៀតខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលនៅទឹកជ្រោះពេលទៅដល់ទឹកជ្រោះបានដឹងថាពេលដែលងូតទឹកជ្រោះអូយសប្បាយខ្លាំងមែនទែនបងប្អូនព្រោះដោយសារអីទឹកជ្រោះត្រជាក់ខ្លាំងមែនទែននៅលើភ្នំកលែនហ្នឹងណាហើយបងប្អូនបើសិនជាបានទៅលេងហើយកុំភ្លេចអឺរៀបចំដូចជាខោខ្លីអីចឹងទៅវាស្រួលសម្រាប់ការយើងងូតទឹកអីចឹងណាអាហ្នឹងទោះបីខ្ញុំអត់ប្រាប់ក៏បងប្អូនដឹងដូចគ្នាដែរមិនចឹងហ៎ព្រោះធម្មតាយើងអឺត្រូវតែត្រៀមជាប្រចាំហ្នឹងប៉ុន្តែគាត់ថាបើសិនជាពេលខ្លះយើងអត់បានត្រៀមយើងអាចស្លៀកទាំងខោកបួយងូតទឹកក៏បានដែរអត់បញ្ហាទេតែគាត់ថាវាដល់ពេលយើងឈប់ងូតទឹកទៅគីឡូវាល្ងាអីឬក៏យ៉ាងណាយើងអត់មានអីផ្លាស់អញ្ចឹងណាតែបើយើងបានត្រៀមទៅដោយខ្លួនឯងក៏វាល្អម្យ៉ាងដែរ
ហើយយើងធ្វើដំណើរតាមដងផ្លូវនេះឃើញមានគេលក់ផ្លែឈើដែរបងប្អូនខ្ញុំអត់បានដាក់រូបភាពយឺតទេយើងពួកខ្ញុំជិះម៉ូតូលឿនដែរពេលហ្នឹងបញ្ញាប់ទៅពួកខ្លាចវាភ្លៀងយើងស្រោតឲ្យឆាប់ដល់គោលដៅសិនអញ្ចឹងយើងធ្វើដំណើរបន្តទៀតទៅគឺទៅទៀតនឹងដល់ទឹកជ្រោះហើយបងប្អូន វិញហីមិញទៅសាមវិញខ្មៅទៅហើយឥឡូវមកតិចតិចចឹងណាលៀងសាមដីដែរតែឥឡូវមិនឆាប់ឆ្លាស់លឿនមែនតើនេះចឹងគេថានៅតំបន់ខ្ញុំត្រូវភ្លៀងត្រូវរាំងភ្លៀងត្រូវថ្ងៃនេះក៏រះភ្លៀងចឹងអាកាសធាតុវាប្រែប្រួលអត់ទៀងទេឥឡូវមិនឆ្លាស់វិញអាកាសធាតុល្អវិញថ្ងៃរះធម្មតាហើយថ្ងៃនេះចំថ្ងៃអាទិត្យផងមនុស្សមកលេងច្រើនខ្លាំងមែនទេបងប្អូនយើងអ្នកខ្លះក៏ចប់មកឲ្យបានយកមកញ៉ាំទៅតាមផ្លូវអីចឹងណាខ្លះទៅដាក់ឧបករណ៍អីផ្សេងមកដូចជាតុកទឹកមានអីមានកាទេមានអីចឹងមានចប់ចំណាមកខ្លួនអញ្ចឹងទៅឬក៏យើងអាចមកញ៉ាំនៅទីនេះក៏បានដែរដោយសារនៅទីនេះគឺមានលក់ម្ហូបអីផ្សេងដែរអញ្ចឹងណាតែយើងធ្វើដំណើរទៅខាងក្រៅបងប្អូនណាខ្ញុំមកខាងក្រៅវិញនៅខាងក្រៅយើងមានចដាគេឡើងចូលវិញស្រួលដែរបើមិនយើងអត់មានចដាពិបាកឡើងបន្តិចដោយសារកន្លែងតំបន់ជ្រោះវាពិបាកឆ្ងាយបងប្អូនពីមានផ្លូវចំណតអីចឹងមានតំស្មធំអីចឹងឥឡូវខ្ញុំបែរកាមេរ៉ាទៅខាងក្រៅបងប្អូនមើលចដាយើងចូលទៅលេងនៅជាន់ខាងក្រៅវិញបងនេះបងប្អូនយើងចូលមកខាងក្រៅដោយសារខែអត់ទាន់ចូលដល់ខែវស្សាគឺយើងទៅចូលឆ្នាំហើយអញ្ចឹងវាអត់ទាន់សូវមានទឹកប៉ុន្មានទេប៉ុន្តែយើងអាចលេងបាននេះទឹកមាននេះដែរប៉ុន្តែវាអត់សូវច្រើនប៉ុន្មានអញ្ចឹងណាតែងាយស្រួលដែរសម្រាប់បងប្អូនបើសិនយើងអត់សូវចេះហៅទឹកឬក៏យ៉ាងម៉េចយើងអាចលេងបានព្រោះសារទឹករាក់ទឹកអត់សូវច្រើនអញ្ចឹងវាស្រួលយ៉ាងដែរអញ្ចឹងបងប្អូននេះយើងធ្វើដំណើរតាមចដាអញ្ចឹងហើយយើងងាយស្រួលក្នុងការឡើងចុះអញ្ចឹង
rồi mình đây là តែកំពុងយកនេះគឺស្រាប់ហើយឯងណា bái trái អត់ទេហត់ hết សបាយសបាយផងហត់ផង và ấy ắt bộ lên chân chẳng vậy អត់ mấy chừng ខ្លាច nghĩ ភ្លៀង phải ទៅជាហើយ mà đoទឹកchua của lên tức á អត់ឲ្យមានគឺខ្លាច នេះឥឡូវធ្វើដំណើរបន្តទៅខាងក្រោមអ្នកខ្លះក៏គាត់លេងទឹកទៅអ្នកខ្លះក៏គាត់អត់ហ៊ានលេងអញ្ចឹងអ្នកខ្លះក៏ខ្ជិលខ្លះកៅអីអញ្ចឹងបងប្អូនវាអាស្រ័យទៅលើចំណង់ចិត្តរបស់យើងខ្លះទៅក៏ជួយចិត្តលេងជិះទឹកក្មេងៗទៅច្រើនមកឃើញទឹកគឺសុបាយចូលចិត្តមែនទែននេះចិត្តដល់ជ្រុះខាងក្រោមហើយអានេះจะមើលតិចទៀតដល់ខែ6ខែ7ខែ8ចាប់ផ្ដើមមានទឹកឡើងវិញព្រោះនេះបងប្អូនស្អាតខ្លាំងមែនទែននេះគឺទឹកជ្រោះភ្នំគូលែនមិញខ្ញុំលេងនៅខាងលើឥឡូវយើងចូលទៅដល់ខាងក្រោមហើយខាងលើយើងអាចលេងបានខាងក្រោមក៏អាចលេងបានដែរនៅខាងក្រោមថាជាខាងលើតែក៏មានរឿងជាខាងលើដែរទីជាសាមិនទៅមានហើយខ្ញុំជាអត់មានគ្នាខ្លាំងតែតែមានគ្នាទៅទៅលើទៅទៅបាទក៏បែរយ៉ាងណាក៏ទៅលេងបានខ្ញុំយ៉ាងទៀតធ្វើវិញ Many butterfly, you see? อันนี้ก็នៅផ្នែកខាងក្រោមដែរបងប្អូនអរគ្នាគឺនៅខាងឆ្វេងដៃណាហើយយើងមើលខាងក្រោមនេះទឹកហូរចេញពីគ្រោះខាងលើមិញហ្នឹងគឺមកខាងក្រោមនេះខាងក៏គឺមានគ្រោះទាមកយើងឆ្លងទៅលេងទឹកបានដែរអត់ទេបងប្អូនអត់ខ្លាំងមែនទេបើទឹកខែភាសាវិញកាន់សុបាយហើយភាសាអីវាទឹកឡើងមកច្រើនហើយម្យ៉ាងនេះទឹកទៅខ្លាំងហើយខ្លាទៀតអញ្ចឹងធ្វើឲ្យមានភាពស្អាតស្អាតទៅនេះខ្ញុំចាំមើលមានឱកាសខែភាសានេះខ្ញុំអាចទៅទូទៀតទៀតដើម្បីចែកជូនបងប្អូនហើយនៅខាងក្រោមក៏មានបងប្អូនទៀតទៅលេងទៅដែរ
mấy trái bằng lên kịch luôn ខ្ញុំទៅសប្បាយ bài clang សប្បាយខ្លាំងហ្មង cái đấy អារម្មណ៍ស្រស់ស្រាយអារម្មណ៍យើង stress ច្រើនពីការងារពីការងូស៊ីផងការងារផងមកលេងទឹកជួនចឹងសប្បាយហ្មងហើយពិសេសលើក្នុងកន្លែងនេះទឹកត្រជាក់ស្រាប់ nó còn là những anh đi mà nó còn trâu thì ខំៗទេគ្រូ còn ទេ cái thôi bông rồi cái gì tới đá nữa ai ta qua đầm trung chút ទីអីបងឯង cái đẹp thì bộ mà cho nó sẽ chua ra mình tên sẽ cho là nghĩ bộ bộ nào em nó khăn crom vậy à cái chú tinh mua bông đánh mẹ bông đánh mẹ bông tên bên trái thì tụi bao ấy nó nơi trái rúp ta phát sắt rồi បាច់សក់មានពេលមកទិញមើលហើយបងអត់ហត់ទេនៅអ្នកឡានក្នុងខែទិញអាបានមិនអាចទិញបានបើយើងទិញខោអូ cô ấy nó nó tầm bạch thì đào thì cây máu này តែសុពួកមួយមើល ចាប់ព្រោះទៅ lôm nè pram play អាទូមូ ngập lụa ôi lo mình tên này còn khơi trong nhá នេះ bốc lụa ơi ní mơ mùi mày nè này gọi là ôi លោកពងអង្គុយត្រីវាឡើងមកចាប់ត្រី lôi mày ត្រីអី អែម ធំអត់មើល ធំគ្រឿនទៅយកដាក់ក្នុងពាង ផ្អែមហ្នឹង mày ផ្អែម mặt ត្រីលាបត្រីកំណាំងយកដាក់ក្នុងពាង គឺត្រី tôiយកបានផ្អែម canh khlang ấy ឆ្ងាញ់ចាបេះពីដើមមក cái đào ខ្ញុំថាថ្ងៃនេះម៉ូតូចូលទិញម៉ូតូចូលផ្ទះថ្ងៃនេះទិញត្រីទៀតសំណាង អូទីតូចចូលទៀត បងប្អូនអានេះហៅគុយដំរីអានេះគេហៅគុយដំរីព្រួយមើលបងប្អូននេះគាត់អ្នកលក់សិតមកនៅក្នុងគីឡេនណាអត់កុហកឯង គេខ្ញុំយកគុយទៅគេថាខ្ញុំគុយបតុមណាខ្ញុំខំណាស់ខំនឹងចោលមកខំគុយនឹងឯង ôi đồ chiên mày đấy មិនត្រូវទេ ở đây bao hôm đấy ដែរមើលមកចកោម5ម៉ែជំរង អាគុយនឹងផ្អែមបង ហ្នឹងហើយ គុយម៉ូតនឹងគឺផ្អែម bên một tiền ចាអាគុយសបកយ៉ាងស្វិតគឺផ្អែមផ្លែវែងខ្ញុំផ្អែម អាផ្លែវែងផ្ទះនៅផ្ទះតឡងបងខ្ញុំនៃពាក់ស្នែង ôi lo mình tên ហើយគេដាំចកាគេតើ ក
mẹ đâm tới cùi đâu này chỉ cài cặp ដល់ចកានេះកាប់ចកាឲ្យទៀតទេណែពោះតាមចាំទីណែ ចុះអាគុយនឹងពីច្រើនវាវល់ហ្នឹងដើមឈើខ្ពស់វាឡើងតាមដើមហ្នឹង đâm cú cái ta tam âm cú đây អូញហ្នឹងយើងទីមកគេរៀបជាងទៀតតែនោះ cha riệp nó riệp đại môi sai đó ល្អមែនទេមិនច្រើនពេកហ្មង 1គីឡូហើយ បែបផ្អែមផ្អែមទៀត 1គីឡូហើយ ឡើងមើល មើលលផងប៉ុណ្ណេះមើលគេផ្លោគេ bọn bạn chi này ទៅអាភ្លក់ផង នេះព្រោះអាចជាប់យកទៅនេះ នេះភ្លក់នេះ ពីមុនខ្ញុំលក់តាម3,000 7,000មែនតែតែឡើយ3 ទូដើមទៅមួយនោះ អ្នកនរគ្នានាំអ្នកនរគ្នាមកមើលផ្លែគុយឲ្យសាររសជាតិទាំងអស់គ្នានេះណាគេចង់ញ៉ាំគុយខ្លះល្អមែនតើ ចាមានលក់ដើមគុយណា Tôi rồi lên vui em